រឿងសុភាសិតតម្លៃ30ដំឡឹងកាលពីព្រេងនាយមានពីរអ្នកប្តីប្រពន្ធទៅព្រៀបការថ្មីថ្មោងបរិសុទ្ធជាប្តីបានឃើញគេរៀនរបៀនពូកែណាស់ចង់យកប្រាក់30ដំឡឹងលាប្រពន្ធទៅរករៀននឹងគេមាននោះដើរពីស្រុកមួយដល់ស្រុកមួយទៀតឲ្យទៅលើគេថាទីណាមានអ្នកចេះរៀនរបៀនពូកែក៏ទៅរកដល់ទីនោះអូអ្នកកំឡោះតើឯងមានការអ្វីដែរជំរាបសួរលោកអ៊ំខ្ញុំមកនេះដើម្បីរកគ្រូរបៀនណាពូកែដើម្បីរៀនចំណេះវិជ្ជាហ៎ឯងមកនេះគឺចំហើយគឺខ្ញុំនេះហើយដែលជាអ្នកចេះវិជ្ជាខ្ពង់ខ្ពស់ជាងគេនៅទីនេះអូពិតមែនទេលោកអ៊ំមែនហើយគឺយើងនេះហើយឯងឈរទីនេះហើយចាំយើងសើចឯងមើលបន្តិចណាធួដូចជាមិនត្រូវចិត្តខ្ញុំគួរតែទៅរកកន្លែងផ្សេងល្អជាងឯណាអ្នកកំឡោះទៅណាបាត់ហើយបរិសុទ្ធនោះដល់ទីណាដែលមានគ្រូពូកែឲ្យគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចក៏ចេះតែមិនចូលចិត្តលុះដើរបានឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់ចៅប្រុសជំរាបសួរលោកតាតើឯងទៅណាមកណាទើបដើរតែម្នាក់ឯងក្នុងព្រៃតើចៅដើរស្វះស្វែងរកអ្វីលោកតាខ្ញុំមកនេះត្បិតឮថានៅទីនេះមានគ្រូរបៀនពូកែបានជាខ្ញុំសង្វាតមកក្រែងបានចេះដឹងនឹងគេតាមានរបៀន3បទមានតម្លៃ30តម្លឹងបើចៅឯងកាត់ជាប់ចៅឯងមិនច្បត់ទេគង់ធ្វើអ្វីបានដូចចិត្តបើមានកិច្ចមានដំណើរអ្វីមិនស្រួលចូលឲ្យសូត្ររបៀនតានេះចុះពូកែណាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើខ្ញុំចូលចិត្តខ្ញុំនឹងយកចាំតាសូត្រឲ្យស្ដាប់រពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីលៀនកុំអាលស៊ីស្ដាប់ទៅខ្ញុំពិតជាចូលចិត្តណាស់លោកតាខ្ញុំសុខចិត្តទិញយកបរិសុទ្ធនោះស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30ដំឡឹងឲ្យតានោះស្ដាប់ហើយទន្ទិញរបៀងទាំង3បទនោះចាំស្ទាត់រត់មាត់បើចៅកាន់របៀនតែ3បទនេះបានតាឲ្យទៅទេមិនយកតម្លៃទេនេះឯងយកទៅវិញចុះបរិសុទ្ធនោះក៏លាតាចាស់នោះវិលមកស្រុកវិញមាត់បរិសុទ្ធនោះចេះតែទន្ទិញរបៀង3បទនោះជាប់ពេលដើរកាត់មកតាមផ្លូវពុំមានភ្លេចឡើយប្រពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាលស៊ីលុះដើរឆ្ងាយបន្តិចបរិសុទ្ធជួបនឹងសំពៅឈ្មោះមួយបរិសុទ្ធនោះក៏សុំសំពៅគេដោយសារដើម្បីមកស្រុកវិញសូមលោកម្ចាស់ឲ្យខ្ញុំទៅដោយសារផងខ្ញុំនឹងជួយធ្វើការឲ្យលោកម្ចាស់ជាការតបស្នងមិនអីទេបើដូច្នោះឯងឡើងទៅលើសំពៅចុះប្រពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីហ៊ានកុំអាលស៊ីដៃអញត្រូវតែរពឹសទើបផ្ទៃវាឆ្អែតបរិសុទ្ធនោះតាំងពីឡើងមកនៅក្នុងសំពៅមកថ្ងៃណាក៏ចេះតែទន្ទិញរបៀង3បទនោះហើយចេះតែជួយលាងជួយថែទាំជួយជួសជុលសំពៅដូចជារបស់ខ្លួនអ្នកនេះតាំងតែមកដោយសារសំពៅអញកាលណាគាត់ចេះតែធ្វើការដូចជារបស់ខ្លួននឹកថ្ងៃក៏ស្រឡាញ់បរិសុទ្ធនោះឲ្យរៀបបាយតាំងឲ្យហូបតែរៀងថ្ងៃរៀងមកបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីតទៅលុះបាត់សំពៅមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបចំអណ្ដាំពោពេញសុទ្ធតែចំណីស្រែឯអ្នកសំពៅឃើញដូច្នោះក៏ចោទសំពៅឡើងបរិភោគចំណីទាំងនោះនៅទីនោះមានម្ហូបនៅនឹងច្រើនណាស់សុទ្ធតែម្ហូបឆ្ងាញ់ទៀតផងហើយមានទាំងស្រាក្លែមទៀតដល់ពួកយើងនាំគ្នាទៅសម្រាកនៅទីហ្នឹងផឹកស៊ីឲ្យស្រវឹងណានៃម្ដងមើលគួយលើទៅនិយាយទៅស៊ីរូអ្នកជុលមួយជុលមួយឆ្ងាញ់អូណែចៅឯងមិនមកស៊ីនឹងគេទេអីអត់ទេខ្ញុំមិនពិសាទេលោកបងគេពិសាចុះឥឡូវទៅនិយាយគ្នាបាទជាអើយពួកអ្នកសំពៅក៏នាំគ្នាផឹកស្រាស្រវឹងដេកដួលក្នុងវិហារនោះទាំងអស់គ្នាទៅអត់តែចៃមានុបប្រពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ
ឃ្លានកុំអាលស៊ីតាមពិតទៅអញពិតជាឃ្លានណាស់តែមិនហ៊ានស៊ីត្បិតចំណីទាំងអស់នេះពិតជាចម្លែកណាស់ច្បាស់ជាមានហេតុអ្វីមួយហើយបានជាគេរៀបចំទុកនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខានគិតដូច្នោះហើយពុំហ៊ានហូបលុះដល់ថ្ងៃត្រង់បុរសបានឮសំឡេងខ្ទរយ៉ាងខ្លាំងក៏ឡើងទៅពួនលើធ្នើរវិហារដោយស្ងៀមស្ងាត់ចាំលោកមើលតើនរណាថ្លំធំហ៊ានមកស៊ីចំណីអញអស់ចង្រៃយោពួកឯងហ៊ានស៊ីចំណីអញនឹងស៊ីពួកឯងជំនួសវិញខំណាស់លោកអើយលោកស៊ីពួកឯងវិញឯដំបងក៏វិលមកខាងជាក់វិញហើយជាក់កាច់កមនុស្សអស់នោះស៊ីទាំងអស់ទៅរួចក្រឡេកមើលក្រឡេងក្រលើមរកមើលក្រែងមានមនុស្សសល់ផ្សេងទៀតបុរសឃើញដូច្នេះភ័យណាស់ខ្លាចក្រែងជាក់វាឃើញហើយចាប់ស៊ីមិនដឹងធ្វើយ៉ាងម៉េចក៏លត់ចុះពីលើធ្នើរស្រែកឡើងវ៉ាយ៉ាភ័យណាស់ក៏រត់ចោលដំបងបាត់ទៅយ៉ាដំបងនេះជាដំបងទើបអន្តើយកវាទុកតាមខ្លួនសិនបុរសនោះបានដំបងវាយឯងហើយក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះទៅលុះដើរមកដល់ផ្ទះក្នុងវេលាជុំបុរសនោះបានយកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះតើបងមានរបស់អីផ្ញើអូនទេចាំព្រឹកចាំនិយាយបើប្រាប់ពេលនេះវាខុសគ្រូអូយអូនមិនព្រមទេប្រាប់ឥឡូវភ្លាមមកហើយប្រាប់ក៏ប្រាប់បងរៀនបានតែរបៀប3បទហើយក៏ត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវជួបនឹងយក្សក៏យកបានដំបងវាយឯងទៀតហើយបងឯងទុកដំបងវាយនោះណាឥឡូវនេះខ្ញុំចង់ឃើញខ្លាំងណាស់អញទុកក្រោមជណ្ដើរហើយអញយកថ្មគ្របប្រពន្ធនៅផ្ទះលួចមានសហាយវាមកស្ដាប់នៅក្រោមផ្ទះសហាយលបស្ដាប់ឮហើយក៏ទៅក្រោមជណ្ដើររើសយកដំបងនោះទៅបាត់ទៅហាពិតជាមានដំបងវាយឯងមែនលោកប្រឹកប្រហៀមស្រាក់ឡើងបុរសនោះរលឹកពីដេកហើយចុះទៅរកដំបងតែពុំឃើញអញប្រាប់ហើយមិនជឿអញថាខុសគ្រូហើយឯងចេះតែសួរអញតើតែអញប្រាប់ឥឡូវនេះមនុស្សឮវាលួចយកដំបងបាត់ហើយប្រពន្ធឮហើយដឹងថាសហាយលួចក៏មិនស្ដីអ្វីឡើយហើយក៏រត់ទៅដាំបាយបាត់ទៅបុរសនោះយកខ្សែមកចងថ្មដែលគ្របលើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជួយជំនុំជម្រះតើឯងមានរឿងអីចង់ឲ្យយើងកាត់ក្តីដែរសូមជម្រាបលោកម្ចាស់ខ្ញុំបានមកនេះចង់ឲ្យលោកម្ចាស់កាត់ក្តីដុំថ្មនេះព្រោះវាបានធ្វើឲ្យបាត់ដំបងវាឯងរបស់ខ្ញុំបានបដាមានអាដាចាប់ថ្មមកកាត់ទោសទេបើដល់ពួកឯងអញដូចជាបដាឃើញដុំថ្មអាណាចេះលួចទេយីអាកព្រិលតាំងពីដូនតាមកនរណាដែលឃើញមានដុំថ្មចេះលួចរបស់ពួកឯងនេះឆាប់ចាប់វាចេញទៅបាទបើឆាប់ចាញ់ចាប់ពីថ្ងៃនេះទៅកុំឲ្យយើងឃើញមុខឯងទៀតបែរដល់បុរសនោះចេញតែអូសថ្មទៅប្តឹងតាំងតែពីមេស្រុកដល់ទៅលោកយមរាជអ្នករាជការគ្រប់ក្រសួងគេចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលបុរសអូសថ្មទៅថ្វាយស្ដេចហើយទូលស្ដេចឲ្យបានដឹងសពគ្រប់ពីសេចក្តីអស់អ្នកមើលគុំថាបរោះនេះឈួតសេចក្តីនេះប្រហែលជាមានមែនហើយទើបគេហ៊ានមកកលយើងដូចពាក្យស្លោកថាមានបានគេថាមានប្រឡាយទឹកវិហោមានសម្រាមទើបឆ្កែវាចុះណាហើយយើងនឹងរកយុទ្ធធម៌ឲ្យចៅវិលទៅផ្ទះវិញសិនចុះកាលណាយើងប្រើឲ្យគេទៅហៅសមោព្រះករុណាថ្លៃវិសាក្រោយពេលបុរសនោះទេស្ដេចទ្រង់ហៅពួកមន្ត្រីឲ្យមកជួបចូលលោកផ្សព្វផ្សាយដំណឹងប្រាប់បណ្ណារាជបានដឹងថាយើងនឹងប្រទានអស់ព្រះស្នំចេញទៅរំ3ថ្ងៃ3យប់ឲ្យបណ្ដារាជមើលតាមចិនពុំមានគិតប្រាក់កាសអ្វីឡើយហើយយើងនឹងរៀបឲ្យគេលេងល្ខោនផងដែរក្រាបទូលព្រះអង្គស្ដេចទ្រង់យាងចូលទៅក្នុងព្រះរាជដំណាក់ជ្រើសរើសប្រេងចាងក្រអូបឯករបស់ព្រះអង្គមួយដងហើយទ្រង់ប្រើឲ្យអាមាត្យយកទៅឲ្យបុរសនោះស្ដេចទ្រង់ព្រះរាជទានទាំងអស់នេះឲ្យប្រពន្ធលោកប្រើហើយថ្ងៃគេលេងល្ខោនណាសុំលោកនៅចាំផ្ទះកុំទៅណាឲ្យសោះតែប្រពន្ធលោកអាចទៅមើលល្ខោនបានអូនណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះរាជទានព្រេងនេះមក
ព្រោះទ្រង់អាណិតស្រឡាញ់យើងឥឡូវនេះបងឈឺក្បាលបងចង់ឲ្យអូនលៀបហើយទៅមើលល្ខោននឹងគេចុះ អូបើអញ្ចឹងមិនអីទេខ្ញុំទៅមើលល្ខោនម្នាក់ឯងក៏បានដែរប្រពន្ធលើប្តីបើកឲ្យទៅហើយឲ្យទាំងប្រេងទៅលាបផងដូច្នេះអរពុនពេកហើយក៏បានយកប្រេងទៅឲ្យសហាយលាបផងដែរហើយបណ្ដាគ្នាទៅមើលល្ខោនកាលនោះអស់រាជបានចូលទៅមើលសឹងតែគ្រប់គ្នាលុះបន្តិចទេស្ដេចទ្រង់យាងមកឲ្យនាម៉ឺនដើររកជនណាដែលមានក្លិនក្រអូបពេញនោះយកមកថ្វាយព្រះអង្គនាម៉ឺនក្រាបថ្វាយបង្គំហើយទៅហិតមនុស្សឯទៀតមិនធំក្លិនសោះធំតែប្រុសម្នាក់ស្រីម្នាក់ដែលឈរទន្ទឹមគ្នា អាពីរនាក់ស្ដេចឲ្យហៅ សេនាក៏នាំទាំងប្រុសទាំងស្រីយកទៅថ្វាយស្ដេចហើយស្ដេចឲ្យហៅបុរសជាប្តីមកផងដែរ មើលចៅតើនេះជាប្រពន្ធចៅឯងមែនទេក្រាបថ្វាយបង្គំព្រះអង្គចៅខាងនោះតើចៅត្រូវជាអ្វីនឹងគ្នាតើឯងជាសហាយរបស់នាងមែនទេបានជាស្និទ្ធស្នាលនឹងគ្នាម្លេះ ក្រាបទូលព្រះអង្គពិតមែន តើឯងបានលួចដំបងចៅនេះមែនដែរទេ ក្រាបទូលព្រះអង្គទូបង្គំពិតជាបានលួចមែន សេនាពួកឯងឆាប់យកដំបងនោះមកហើយយកសហាយទាំងប្រុសទាំងស្រីនេះទៅដាក់ចង្វាក់ធ្វើទោសភ្លាមទៅក្រាបថ្វាយបង្គំព្រះអង្គសូមព្រះអង្គកុំយកទោសពេញអ្នកទាំងពីរនេះធ្វើទូបង្គំមិនខឹងទេហើយទូបង្គំសូមប្រគល់ទាំងផ្ទះសម្បែងទាំងប្រពន្ធទាំងអស់ឲ្យទៅអ្នកទាំងពីរនេះចុះ ប្រុសសហាយនោះអន់ណាស់សំពះសុំទោសរួចវិលទៅវិញ មិនបានទេដំបងវីឯងនេះថ្លៃណាស់ដោយឯងជាមនុស្សមានភាពស្មោះត្រង់មានក្តីត្រាប្រណីយើងរាជានុញ្ញាតបើកឃ្លាំងមាសប្រាក់ឲ្យឯងឬយកតាមចិត្ត បុរសចូលក្នុងឃ្លាំងឃើញអស់មាសប្រាក់មានតម្លៃទាំងអំបានម៉ានតែចៅមិនពេញចិត្តនឹងរបស់ទាំងនោះហើយចៅបាជាទៅឃើញកាំបិតបន្ទោះមួយហើយក៏យកកាំបិតនោះ មាសប្រាក់គង់ថ្ងៃណាមួយចាយអស់មិនខានតែកាំបិតបន្ទោះនេះឲ្យខ្ញុំចាយមិនអស់ទេ ហើយចូលទៅក្រាបបង្គំលាស្ដេចដើរចេញទៅស្ដេចពុំមានព្រះបន្ទូលអ្វីទេតែអស់នាម៉ឺនគេថ្មេះតេះដៀលបុរសនោះថាជាមនុស្សឆោនប្រាក់មាសមិនយកទៅយកកាំបិតច្រេះស៊ី អូយហានេះវើយអត់មានយកវាប្រាក់បែកយកកំបិតច្រេះចាក់អាចខលអើយ បរោះនោះក៏ដើរចេញអំពីនគរនោះបានទៅដល់នគរមួយដទៃទៀតជួនជាថ្ងៃនោះស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ធ្វើរទេះមួយឲ្យឆ្លាក់ក្បាច់លាបលន់យ៉ាងល្អឥតខ្ចោះឲ្យហើយឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះបើធ្វើពុំទាន់នឹងយកទៅដាក់ទោសដល់ជីវិតឯមហាសេដ្ឋីនោះធ្វើពុំទាន់ហើយពុំធ្វើរទេះបើជាមកធ្វើមឈូសទៅវិញថ្ងៃនោះជួនជាបុរសនោះដើរទៅឃើញសេដ្ឋីនោះកំពុងតែធ្វើបុណ្យ តើមានរឿងអ្វីបានជាធ្វើបន់មានក្តារមឈូសផងដូច្នេះគឺស្ដេចឲ្យធ្វើរទេះមួយលាបលន់យ៉ាងល្អឲ្យទាន់ព្រឹកនេះដើម្បីឲ្យស្ដេចប្រសាលព្រៃបើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិតឥឡូវនេះខ្ញុំធ្វើមិនទាន់ដឹងខ្លួនថាស្លាប់បានជាធ្វើមឈូសធ្វើបន់ទៅវិញអញ្ចឹងទេអីលំបាកអីប៉ុណ្ណឹងឲ្យតបាយខ្ញុំស៊ីមកខ្ញុំនឹងធ្វើឲ្យទាន់ព្រឹកនេះអើយមែនទេ មហាសេដ្ឋីបានលើកដូច្នេះអន់ណាស់ហើយក៏រៀបបាយទឹកឲ្យហូបឆ្អែតរួចប្រគល់ឈើឲ្យធ្វើរទេះបុរសនោះក៏ធ្វើតែនឹងកាំបិតមួយដែលយកពីក្រោមបាតឃ្លាំងមកនោះបានរួចស្រេចក្នុងជប់នោះហើយលាបលន់យ៉ាងល្អព្រឹកឡើងក៏អូសរទេះទៅថ្វាយស្ដេចស្ដេចទ្រង់តតឃើញពេញចិត្តហើយទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាលព្រៃឯមហាសេដ្ឋីលុះរួចពីស្លាប់ក៏នឹកដល់គុណបុរសនោះ អ្នកនេះមានគុណធម៌ណាស់ឥឡូវនេះនឹងរកអ្វីស្នងឲ្យស្មើគ្មានទេមានតែកូនកំបំមួយល្មមឲ្យមានប្តីដូច្នេះមានតែអញអ្នកការឲ្យអ្នកនោះទេ គិតហើយក៏ហៅមកឲ្យការទៅលោកការរួចហើយក្នុងជប់នោះពេលផ្សំដំណេកបុរសនោះក៏លបងចិត្តប្រពន្ធហើយធ្វើជាផឹកស្រាស្រវឹងដេកទៅលុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់កូនសេដ្ឋីឃើញកំអួតប្តីប្រឡាក់ខ្លួនដូច្នេះក៏រត់ទៅប្រាប់លោកឪពុក លោកពុករកប្តីឲ្យខ្ញុំជាមនុស្សប្រមាថក្អួតប្រឡាក់ខ្ញុំអស់ហើយខ្ញុំទ្រាំមិនបានទេ ដេកទៅគុំនិយាយត្បិតប្តីកំពុងតែស្រវឹងហើយគេជាអ្នកមានគុណផង ខាត់ដូចម្ដេចក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូជានិច្ចបើឲ្យទៅឆ្កាឆ្មាខ្ញុំទ្រាំបានឯមនុស្សប្រមាថខ្ញុំទ្រាំមិនបានទេលុះព្រឹកឡើងបរោះនោះរលឹកពីដេកក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញ ខ្ញុំមិនយកកូនរបស់លោកទេហើយខ្ញុំមិនបានប៉លដៃជើងនាងឡើយ ចូលឯងកុំខឹងអីណា
រឿងនេះឲ្យខ្ញុំសុំទោសជំនួសចោះអត់ទេមិនយកទេខ្ញុំលាសិនហើយ មហាសេដ្ឋីខាត់សុំទោសឲ្យកូនយ៉ាងណាក៏បុរសនោះនៅពំព្រមនៅហើយលាមហាសេដ្ឋីកាន់កំបិតដើរចេញទៅលុះស្ដេចយាងមកពីព្រៃទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះតែរកពុំឃើញទ្រង់ស្ដាយណាស់ទ្រង់ក៏នៅស្ងៀមទៅបុរសនោះលាសេដ្ឋីដើរទៅឆ្ងាយក៏បានទៅដល់នគរមួយដទៃទៀតស្ដេចនគរនោះទ្រង់ឲ្យនាម៉ឺនម្នាក់ទៅដេកដាក់វេនចាំយាមនៅចុងព្រះរាជរោងរាល់យប់ស្ដេចទ្រង់តែងតែចេញមកកាប់អ្នកយាមដេកនោះរាល់យប់ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកអ្នកដេកយាមស្លាប់អស់ជាច្រើននាក់នៅថ្ងៃដែលបុរសទៅដល់ជួនត្រូវលើវេនចៅហ្វាទៅដេកថ្វាយឲ្យស្ដេចកាប់ចៅហ្វានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះ លោកមានការអ្វីបានជាធ្វើបន់ទានហើយដោយម្ដេចបានជាកូនប្រពន្ធលោកយំរាល់គ្នាដូច្នេះ ខ្ញុំត្រូវទៅដេកវេនថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះបានជាខ្ញុំធ្វើបុណ្យមុនស្លាប់ ខ្លាចអីប៉ុណ្ណឹងឲ្យតែបាយខ្ញុំស៊ីមកខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួស បើដូច្នោះខ្ញុំអរគុណលោកខ្លាំងណាស់ហើយខ្ញុំនឹងធ្វើបុណ្យឲ្យអ្នកឲ្យបានល្អ ចៅហ្វាលើកដូច្នេះហើយក៏សប្បាយចិត្តណាស់ក៏បានឲ្យគេរៀបចំបាយទឹកឲ្យបរិហូបហូបរួចហើយសុំគ្រឿងប្រដាប់ដែលចៅហ្វានោះពាក់យកមកពាក់រួចបរិះក៏ទៅដេកជួសចៅហ្វាហើយកាន់កំបិតបន្ទោះទៅផងដែររួចដេកនៅចុងព្រះរាជរោងចាំស្ដេចចេញកាប់បរិះនោះនៅចាំរាជរោងពុំហ៊ានដេកឡើយពេលយប់ជ្រៅស្ងាត់ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័នយាងចូលមកនឹងកាប់បរិះនោះឃើញស្ដេចយាងចូលមកចិនក៏ស្ទុះចូលទៅចាប់ស្ដេចជាប់ហើយក៏ចាក់នឹងកំបិតបន្ទោះបង្ខុសពី3ដងថាហើយក៏ចាក់បង្ខុសទៀត នរណាចូលមកទាំងយប់បែបនេះ ទេអញទេ ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ ទេអញទេ នរណាអញទេនោះ អញជាស្ដេច ស្ដេចអីមកពេលនេះអញមិនដឹងទេត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះ សួរដេញដោលដូច្នោះហើយបរិះនោះក៏លុតជង្គង់ថ្វាយបង្គំស្ដេចសូមទោស អូព្រះរាជទានទោសក្រាបទូលចៅឯងនៅណាហើយមកពីណាខ្ញុំជាអ្នកបម្រើនៅចៅវា ស្ដេចទ្រង់ជ្រាបទ្រង់ញញឹមហើយទ្រង់ចូលទៅវិញលុះព្រឹកឡើងបរិះនោះលីកំបិតចេញពីក្នុងវាំងមកដល់ផ្ទះចៅហ្វាអ្នកផងឃើញហើយឆ្ងល់ បុរសនោះទៅដេកវេនថ្វាយស្ដេចកាប់មិនក៏មិនស្លាប់ណោះ តែដេកវេនថ្វាយស្ដេចកាប់មិនក៏មិនស្លាប់ណោះមែនហើយហេតុអីក៏មិនស្លាប់ណោះ មិនក៏ឯងមិនស្លាប់ហើយត្រឡប់មកវិញបានស្ដេចសពថ្ងៃនេះមិនមែនជាកាចទេត្បិតទ្រង់ពិសោធន៍រកមនុស្សមានប្រាជ្ញាចេះដឹងនៅក្នុងនគរដើម្បីអាចរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យមកយាមតែអ្នកយាមចេះតែដេកលក់ទើបស្ដេចទ្រង់កាប់បែបនេះចុះបើសត្រូវជុំមកលុកលុយស្ដេចហើយយើងដេកលក់បែបនេះតើនឹងទៅជាយ៉ាងណាទៅ អូយនិយាយបងព្រមត្រឹមត្រូវវេនបងអើយ ត្រឹមត្រូវហើយមែនហើយដើម្បីជាការសងគុណចៅហ្វាក៏បានលើកកូនក្រមុំឲ្យធ្វើជាប្រពន្ធបុរសនោះលុះព្រឹកឡើងស្ដេចទ្រង់ឲ្យហៅបុរសនោះមកឲ្យទ្រង់ឲ្យធ្វើជានិមឺនធំរក្សាព្រះនគរបន្ទាប់ពីព្រះអង្គពេលលាស្ដេចទ្រង់ព្រះជរាតីទ្រង់ពុំមានព្រះរាជបុត្រសោយរាជស្នងមានតែព្រះរាជធីតាមួយអង្គទ្រង់ក៏ព្រះរាជទានព្រះធីតានិងរាជសម្បត្តិឲ្យបុរសនោះសោយរាជជាស្ដេចតទៅពាក្យពិតមិនចេះស្លាប់